បាទសួស្តីបងប្អូននេះគឺជាវីដេអូបាទបង្ហាញអំពីការធ្វើតេស្តបាទសមត្ថភាពបាទគណិតវិទ្យាបាទនៅក្នុង app បាទព្រោះ app ហ្នឹងមានសារៈសំខាន់សម្រាប់យើងយកទៅប្រើប្រាស់បានហើយ app ហ្នឹងគឺពេលដែលយើងចូលមកគឺមានទម្រង់បែបនេះបាទអញ្ចឹងក្នុងលំហាត់មួយគឺយើងត្រូវប្រើពេល1នាទីចុច2បាទ1នាទីចុចបាទ2បាទឬក៏1នាទី12វិនាទីចឹងនៅក្នុងការគណនា limit នេះគឺយើងចូលទៅ limit បាទអញ្ចឹងយើងអាចគិតមកទទេបានណាបាទលំហាត់មួយចំនួនគិតមកទទេបានអញ្ចឹងនៅក្នុងនេះគឺយើងបានកំណត់បាទធំជាឬស្មើ3ណាបាទអញ្ចឹងដាក់បាទអញ្ចឹងកន្លែងខ្លះយើងអាចគិតមកទទេចេញតែកន្លែងខ្លះគឺมันមានការអនុវត្តមកទទេទេបាទអញ្ចឹងយើងត្រូវតែគិតกระดาษដែរណាអញ្ចឹងលំហាត់ដែលគ្រូរៀបចំជូនបងប្អូននេះគឺបងប្អូនកន្លែងខ្លះគឺត្រូវតែគិតក្រដាស់ដែរអញ្ចឹងឧទាហរណ៍ថាយើងមិនយើងឆ្លើយត្រូវទាំងអស់បាទអញ្ចឹងទោះបីជាឆ្លើយត្រូវក៏ដោយខុសក៏ដោយក៏មានចម្លើយលម្អិតសម្រាប់ត្រួតពិនិត្យអំពីចម្លើយដែរបងប្អូនណាអញ្ចឹងនៅក្នុងនេះគឺបងប្អូនអាចចូលមកទី3ឧទាហរណ៍ថាគ្រូគូលំហាត់ប្រភេទនេះយើងត្រូវប្រើกระดาษណាប្រើกระดาษក្នុងការគិតឧទាហរណ៍យើងគូខុសគឺវាចេញខ្វែងតែម្ដងមានថាខុសហើយអញ្ចឹងពិន្ទុយើង0ហើយកន្លែងនេះអញ្ចឹងប៉ុន្តែក៏មានចម្លើយសម្រាប់បងប្អូនយកទៅពិនិត្យដែរណាបងបាទឥឡូវនេះជាសំណួរទី4វិញម្ដងគឺ Derivative អញ្ចឹង Derivative នេះគឺមានន័យថាក្នុង Derivative នេះគឺយើងត្រូវគិតกระดาษដែរបងត្រូវគិតกระดาษបាទព្រោះអានេះគឺគ្រូបានបញ្ជាក់យ៉ាងលំហាត់មួយចំនួនយើងគិតមកទទេចេញលំហាត់មួយចំនួនត្រូវទៅគិតกระดาษអញ្ចឹងពេលដែលបងប្អូនអនុវត្តទៅលើលំហាត់ទាំងអស់នេះបងប្អូនទៅត្រៀមកระดาษហើយណាត្រៀមកระดาษរាមឬក៏ស្លឹកសភៅឲ្យទុកធ្វើกระดาษព្រាងហើយយើងក៏ឧទាហរណ៍ថាយើងគូធីកខុសគឺក្រហមគាត់ថាយើងមានចម្លើយសម្រាប់ផ្ទៀងផ្ទាត់ណាបាទអញ្ចឹងឧទាហរណ៍កន្លែងនេះជាដើមគឺជាអង្គពីក្រាលបាទអញ្ចឹងក៏មានលក្ខណៈទម្រង់ដូចគ្នាដែរបាទអញ្ចឹងយើងគូសចោលចឹងសិនទៅបាទហ្នឹងហើយអញ្ចឹងយើងត្រូវគិតកណ្ដាស់ទាំងអស់ដូចនេះអីគឺជាអ្វីដែរអញ្ចឹងយើងគូសចោលទៅបាទប៉ុន្តែបងប្អូនត្រូវតែនេះណាត្រូវតែធ្វើដាក់កណ្ដាស់ព្រោះលំហាត់ភាគច្រើនគឺកណ្ដាស់ហើយទៅសរសេរកណ្ដាស់អញ្ចឹងនេះក៏ជាប្រូបាបបាទអញ្ចឹងក្នុងប្រូបាបនេះយើងគូសតាមនឹងមកបាទអូខេបន្តមកទៀតយើងនិយាយអំពីផលគុណខ្វែងណាប្រហែលទីគុណខ្វែងបងប្អូនអ្នកគេអញ្ចឹងគុណខ្វែងយើងធ្វើការគុណខ្វែងមកយើងអាចគិតមកទៅចេញទេហើយក៏មានចម្លើយដែរបងណាមានចម្លើយហើយកន្លែងនេះគឺជាការអនុវត្តបាទគេហៅថាចំណងបរិមាណបាទអញ្ចឹងអានេះគឺ125ផាយម៉ែត្រការ៉េម៉ែត្រគីបណាម៉ែត្រគីបមានអញ្ចឹងយើងគូសតាមនឹងមកបាទហើយក៏មានចម្លើយដែរបងនេះចម្លើយគឺច្រើនណាស់នេះបាទណាបាទអញ្ចឹងឧទាហរណ៍ថា complex បាទ complex អីហ្នឹងយើងធ្វើតាមដាក់กระดาษមកបាទអញ្ចឹងពេលដែលយើងបានបន្ទុកបានគឺលម្អិតនៅក្នុងនេះណាបាទគឺមានសេចក្តីលម្អិតទៅនេះបាទឧទាហរណ៍អញ្ចឹងយើងអាចចូលអនុវត្តលំហាត់ថ្មីណាបាទអញ្ចឹងសិតតែអាចធ្វើបានទាំងអស់បាទគ្រូបាទមានកម្មវិធីសម្រាប់ជួយបងប្អូនហ្នឹងគឺឲ្យបងប្អូនអាចយកទៅវឹកហាត់បានហើយមានចម្លើយសម្រាប់ទៀងទាត់ហើយទាំងអស់នេះគឺយើងមានវីដេអូណែនាំបន្ថែមបាទហើយក៏មានជា app នេះសម្រាប់ជួយបងប្អូនហើយក្នុងនេះក៏មាន app បន្ថែមណាបាទក៏មាន app បន្ថែមទៀតបាទគ្រូអាប់ដេតជូនបាទអញ្ចឹងមានតាំងពីគេហៅថាមុខវិជ្ជាគណិតវិទ្យាបាទភាសាខ្មែរបាទហើយវប្បធម៌ទៅចំណេះដឹងគរុកសលហើយនឹងភាសាអង់គ្លេសបងអញ្ចឹងបងប្អូនអាចចូលមកប្រើប្រាស់បានណាបាទអញ្ចឹងapp នេះគឺបងប្អូនដែលចូលសិក្សាគឺគ្រូគិតតម្លៃ50000រៀលហើយ50000រៀលហ្នឹងគ្រូ free ឯកសារបន្ថែមទៀតណាឯកសារសម្រាប់រៀនហើយនឹង free ម៉ោងសិក្សាបាទសម្រាប់បងប្អូនយកទៅសិក្សាបន្ថែមដើម្បីឲ្យបងប្អូនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ទាំងអស់ហ្នឹងណាបាទអញ្ចឹងបងប្អូនអាចចូលមកធ្វើលំហាត់ទាំងអស់ហ្នឹងបានបាទអញ្ចឹងលំហាត់ហ្នឹងគឺខុសៗគ្នាទាំងអស់បងហើយលំហាត់ហ្នឹងវាមាន10លំហាត់មាន20លំហាត់ឬក៏30រហូតដល់100លំហាត់បើសិនបងប្អូនចង់ធ្វើលំហាត់កម្រិតណាគឺអាចធ្វើបានទាំងអស់បាទអញ្ចឹងវីដេអូនេះបង្ហាញប៉ុណ្ណឹងទេហើយបងប្អូនដែលចង់រៀនតាម app បងប្អូនអាចទំនាក់ទំនងមកគ្រូផ្ទាល់មកដើម្បីគ្រូនឹងរៀបចំជា app ជូនណាបាទអញ្ចឹងក្នុងការធ្វើលំហាត់ទាំងអស់នេះបាទបងប្អូនអាចចូលមកធ្វើតាមជាទម្រង់តែសេចក្តីបាទនេះកម្រិតលំបាកកម្រិតអីមានដូចគ្នាណាហើយក៏មានតែសេចក្តីមានវប្បធម៌ទៅដែរបងបាទវប្បធម៌ទៅក៏មានដែរបាទអញ្ចឹងមានទាំងភាសាអង់គ្លេសដែរណាភាសាអង់គ្លេសនៅខាងក្រោមនេះ
បាទអញ្ចឹងអរគុណច្រើនបងប្អូនបាទយើង